សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងណែនាំពីរបៀបធ្វើស្ងោរជីឆាជូនបងប្អូនទស្សនាទាំងអស់គ្នាហើយស្ងោរមួយមុខនេះដែរមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេវាថែមទាំងជួយបើកម្លាំងរបស់យើងទៀតផងថ្ងៃនេះដែរខ្ញុំមានជីឆាចំនួន2ដុំហើយមុននឹងខ្ញុំយកទៅស្ងោរខ្ញុំតែងតែយកវាមករំលីងជាមុនសិនដើម្បីឲ្យវាមានរសជាតិឈ្ងុយកាន់តែខ្លាំងចំពោះពពុះសណ្ដែកនេះបងប្អូនមុននឹងយកទៅស្ងោរបងប្អូនត្រូវធ្វើការបំពងវាជាមុនសិនហើយសារនៅផ្ទះនៅសល់ខ្លះចឹងខ្ញុំក៏បំពងវាដាក់លាយជាមួយបើសិនជាបងប្អូនមិនដាក់ក៏មិនអីដែរព្រោះដោយសារស្ងោរនេះគឺវាមានលក្ខណៈសាមញ្ញនិងងាយស្រួលស្ងោរខ្លាំងមែនតើបងប្អូនមិនបាច់ដាក់បន្លែច្រើនមុខពេកក៏បានដែរបងប្អូនដាក់វាតាមតម្រូវការបន្លែដែលបងប្អូនចូលចិត្តបានមើលគ្រឿងផ្សំរបស់យើងវិញមានជីឆាយមើមការ៉ុតឆៃថាវស្ពៃក្តោបស្លឹកជីបតោតៅហ៊ូពងមាន់ពូសណ្ដែកនិងជើងជ្រូកដែលយើងបានប្រឡាក់វាទុកទឹកចាប់ដើមពុះបងប្អូនត្រូវការចាក់ដុំស៊ុបខ្នុរនិងខ្ទឹមបំពងចូលត្រង់នេះដែរបើសិនជាបងប្អូនដាក់ខ្ទឹមស្រស់ក៏បានដែរព្រោះដោយសារខ្ញុំនៅសល់ខ្ទឹមបំពងខ្ញុំក៏ដាក់ចូលតែម្ដងចាក់សាច់ជ្រូកដែលយើងបានប្រឡាក់ចូលកុំភ្លេចដួសជាមួយនឹងអាពពុះដែរអណ្ដែតនឹងចេញផងបងប្អូននៅពេលដែលពុះសព្វល្អនាងខ្ញុំក៏ធ្វើការចាក់បន្លែដែលក្រឆ្អិនចូលមុនប្រហែលជា5នាទីសិនចំពោះទឹកត្រីស្ករប៊ីចេងអីនាងខ្ញុំអត់ធ្វើការដាក់បន្ថែមទេព្រោះដោយសារខ្ញុំបានប្រឡាក់ជាមួយនឹងជើងជ្រូករបស់យើងរួចជាស្រេចហើយទឹកចាប់ផ្ដើមពុះម្ដងទៀតក៏ធ្វើការចាក់ពពុះសណ្ដែកនិងបន្លែដែលនៅសល់រួចទុកតតែពុះម្ដងទៀតសឹមយើងធ្វើការចាក់ជាមួយនឹងតៅហ៊ូពងមាន់និងជាចុងក្រោយចាក់ជាមួយនឹងជីឆាយដែលយើងបានកាត់រួចចូលមកបងប្អូនចំពោះស្ងោរជីឆាយមួយមុខនេះដែរបងប្អូនមានបន្លែអីអាចដាក់តាមតម្រូវការរបស់បងប្អូនបានហើយចំពោះសាច់វិញបើសិនជាបងប្អូនចង់ដាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំក៏បានដែរបងប្អូនហើយចំពោះរបៀបធ្វើវិញគឺមានលក្ខណៈខុសគ្នាដែរបងប្អូនបើសិនជាខុសឆ្គងត្រង់ចំណុចណាអីសូមបងប្អូនកុំប្រកាន់ឥឡូវនេះស្ងោររបស់យើងបានឆ្អិនហើយគ្រាន់តែបើកម្របឆ្នាំងមកគឺថាភាយក្លិនឈ្ងុយមកតែម្ដងបងប្អូនក្លិនឈ្ងុយចេញពីជីឆាយផងចេញពីបន្លែដែលយើងបានស្ងោរនេះផងគឺថាក្លិនមកគឺហេវបាយតែម្ដងហើយបើសិនជាបងប្អូនធ្វើការស្ងោរតាមរបៀបខ្ញុំនេះបងប្អូនធ្វើការរំងាស់កាន់តែយូរគឺចូលជាតិគ្នាកាន់តែឆ្ងាញ់បងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ follow និង share ផងបងប្អូនអរគុណ